ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំវ៉ាន់សុចន្ទាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ក្នុងខណៈនេះអ្នកគ្រូសូមចែករំលែកអំពីចំណូលដែលហៅថា revenue or income ការបញ្ចប់វគ្គសិក្សានេះសិស្សនឹងទទួលបានយល់ដឹងពីចំណូលប្រភេទនៃចំណូលនិងរបៀបកត់ត្រានៃចំណូលតែចំណូលជាអ្វីចំណូលជាផលដែលទទួលបានពីការលក់ទំនិញឬក៏សេវាកម្មចំណូលនៅក្នុងគណនេយ្យសំដៅទៅលើចំនួនសរុបនៃប្រាក់ចំណូលដែលអាជីវកម្មបង្កើតចេញពីប្រតិបត្តិការស្នូលរបស់ខ្លួនមុនពេលធ្វើការចំណាយណាមួយត្រូវបានកាត់កងអញ្ចឹងបានគេហៅថាចំណូលដល់ឲ្យតែចំណូលចូលមកមិនទាន់បានកាត់កងចំណាយទេគឺជាចំណូលសរុបពេលណាដែលគេទទួលស្គាល់ចំណូលយើងទទួលស្គាល់ចំណូលនៅពេលដែលយើងផ្ដល់ឬបំពេញកាតព្វកិច្ចទៅឲ្យអតិថិជនដោយមិនគិតថាទទួលបានសាច់ប្រាក់ឬក៏ការជំពាក់ពីអតិថិជនចុះគេបែងចែកចំណូលជាប្រមាណប្រភេទគេបែងចែកចំណូលជា3ប្រភេទធំមានដូចជាចំណូលពីការលក់បានន័យថាទិញលក់ផលិតផលចំណូលពីការផ្ដល់សេវាកម្មមានដូចជាតា agency ឬក៏ផ្ដល់សេវាកម្មលាងម៉ាស៊ីនត្រជាក់សេវាកម្មជួសជុលផ្សេងនិងចំណូលពីការប្រាក់មានដូចជាធនាគារជាដើមធនាគារគឺយកការប្រាក់ដើម្បីដាក់ប្រាក់ទៅកម្ចីឲ្យអតិថិជនកម្ចីឲ្យទទួលបានការប្រាក់